សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទថ្ងៃនេះដែរខ្ញុំមានចំណេះដឹងខ្លីមួយមកធ្វើបទបង្ហាញជូនបងប្អូនទៀតហើយគឺអំពីរបៀបការទៅបង្កើតនៅ Gmail នៅក្នុងទូរស័ព្ទដៃ iPhone តាមក្នុងឆ្នាំ2026បាទអញ្ចឹងបើបងប្អូនចង់ចេះនៅអំពីរបៀបការបង្កើតនៅ Gmail សម្រាប់ប្រើប្រាស់នៅក្នុងទូរស័ព្ទដៃ iPhone សូមបងប្អូនមើលវីដេអូខ្ញុំបាទធ្វើបទបង្ហាញមួយនេះដល់ចប់បងប្អូននឹងអាចធ្វើបានបាទនឹងអាចបង្កើតបានអញ្ចឹងណាអញ្ចឹងមុននឹងចូលទៅបទបង្ហាញសូមបងប្អូនកុំភ្លេចជួយចុច like និង subscribe ដាក់សញ្ញាកណ្ដឹងឲ្យ channel ខ្ញុំបាទម្នាក់មួយផងដើម្បីពេលខ្ញុំបាន upload វីដេអូថ្មីៗនៅពេលក្រោយបងប្អូននឹងបានទទួលនៅចំណេះដឹងខ្លះៗអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអញ្ចឹងជាដំបូងបងប្អូនធ្វើការចូលមកកាន់ Gmail បងប្អូនបាទអញ្ចឹងខ្ញុំបញ្ជាក់ Gmail ហ្នឹងគឺបងប្អូនត្រូវធ្វើការ download ពីApp Store បងប្អូនបាទហ្នឹងហើយអញ្ចឹងអានេះដោយសារខ្ញុំមាន Gmail រួចហើយបងប្អូនបាទអញ្ចឹងខ្ញុំនឹងធ្វើការចាក់ចែងទៅវិញដើម្បីធ្វើការបង្កើតថ្មីបងប្អូនបាទខ្ញុំចុចអាកន្លែង account ខាងលើហើយខ្ញុំយកសញ្ញាបូកនេះបាទហ្នឹងហើយខ្ញុំយក Google បាទហើយបន្ទាប់មកគាត់ចុច continue បាទអញ្ចឹងបងប្អូនធ្វើការរងចាំបន្តិចវានឹងឲ្យយើងធ្វើការទៅបង្កើតនៅ account ថ្មីបាទអញ្ចឹងបន្ទាប់មកយើងមកដល់ទម្រង់បែបនេះហើយបងប្អូនបាទអញ្ចឹងបងប្អូនយកពាក្យថាបង្កើតនេះមកបាទនេះបង្កើតគណនីហ្នឹងហើយបន្ទាប់មកទៀតយកពាក្យថាខាងលើនេះបាទសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ខ្ញុំបាទហ្នឹងហើយអញ្ចឹងម្ដងទម្រង់នេះបងប្អូនធ្វើការបង្កើតទៅបាទអញ្ចឹងខ្ញុំសូមធ្វើការបង្កើតបន្តិចបាទសូមវាយឈ្មោះបងប្អូនធ្វើការវាយឈ្មោះបងប្អូនទៅបាទអញ្ចឹងខ្ញុំសូមវាយឈ្មោះខ្ញុំបន្តិចបាទហ្នឹងហើយអញ្ចឹងបន្តមកទៀតបងប្អូនយកពាក្យថាបន្ទាប់បាទហើយមកដល់ទម្រង់បែបនេះបងប្អូនធ្វើការដាក់ថ្ងៃខែឆ្នាំអីចឹងណាបងប្អូនបាទខ្ញុំចេះដាក់ទៅបងប្អូនបាទហ្នឹងហើយហើយបងប្អូនដាក់ខែឆ្នាំបងប្អូនទៅខ្ញុំដាក់ខែឆ្នាំរបស់ខ្ញុំបាទហ្នឹងហើយខាងក្រោមនេះយកភេទមកបាទបងប្អូនយកស្រីឬក៏ប្រុសចឹងណាខ្ញុំយកប្រុសបាទហ្នឹងហើយបន្តមកទៀតយើងចុចពាក្យថាបន្ទាប់ទៀតមកបាទហើយមកដល់ត្រង់ចំណុចនេះវាមាន3ជម្រើសឲ្យយើងបងប្អូនបាទជម្រើសទី1គឺវាមានស្រាប់ជម្រើសទី2ក៏វាមានស្រាប់ដែរអញ្ចឹងជម្រើសទី3គឺយើងអាចបង្កើតខ្សែដ្ឋានខ្លួនឯងបានបងប្អូនបាទអញ្ចឹងខ្ញុំអត់យកជម្រើសពីខាងលើទេខ្ញុំយកខាងក្រោមគេបងអស់បាទហើយខ្ញុំបង្កើតខ្លួនឯងអញ្ចឹងណាបងប្អូនបាទហ្នឹងហើយខ្ញុំដាក់ថាឈ្មោះខ្ញុំបាត់មិញហ្នឹងបងប្អូនបាទគឺបារាំងបាទហើយបងប្អូនដាក់អីដាក់ទៅខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំបាទគឺបារាំងអញ្ចឹងមកបាទហ្នឹងហើយគឺបារាំងបាទបងប្អូនដាក់អីដាក់ទៅខ្ញុំសូមដាក់បន្តិចបាទហ្នឹងហើយបន្ទាប់ពីខ្ញុំបានធ្វើការដាក់រួចរាល់ហើយបងប្អូនធ្វើការយកពាក្យថាបន្ទាប់ទៀតមកបាទហ្នឹងហើយអញ្ចឹងបើវាចេញមកក្រហមបែបនេះគឺយើងភាសាគេដាក់ថាមានការប្រើប្រាស់រួចហើយអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងយកជំរើសថ្មីបងប្អូនបាទយើងលុបតាកតុយលេខនឹងចោលទៅយើងដាក់នេះវិញបងប្អូនបាទខ្ញុំសុំបដូរបាទហ្នឹងហើយបងប្អូនបាទអញ្ចឹងមកដល់តម្រងបែបនេះគេឲ្យយើងបង្កើតនៅលេខសម្ងាត់បងប្អូនបាទអញ្ចឹងខ្ញុំសូមពេលបងប្អូនបង្កើតនៅលេខសម្ងាត់មួយផ្លេតបាទហ្នឹងហើយបងប្អូនដាក់លេខសម្ងាត់បងប្អូនទៅហើយជាពិសេសបងប្អូនធ្វើការយកសភៅហើយនឹងបិចយកមកកត់តបងប្អូនបាទព្រោះអានេះគឺជាលេខសម្ងាត់ដែលយើងធ្វើការប្រើប្រាស់ចូល Gmail account របស់យើងអញ្ចឹងណាបងប្អូនបាទហ្នឹងហើយបងប្អូនយកសភៅបិចហើយនឹងសភៅមកទុកកត់មកបាទហ្នឹងហើយឥឡូវខ្ញុំបានដាក់លេខសម្ងាត់រួចរាល់ហើយខ្ញុំចុចពាក្យថាបន្ទាប់ទៀតបងប្អូនបាទអញ្ចឹងខ្ញុំចុចពាក្យថាបន្ទាប់ទៀតអញ្ចឹងមកដល់តម្រងបែបនេះគេឲ្យយើងធ្វើការដាក់លេខទូរស័ព្ទបងប្អូនបាទអញ្ចឹងយើងធ្វើការវាយដាក់លេខទូរស័ព្ទចូលទៅបងប្អូនបាទអញ្ចឹងខ្ញុំសូមវាយដាក់លេខទូរស័ព្ទរបស់ខ្ញុំបន្តិចបាទហ្នឹងហើយបងប្អូនបាទអញ្ចឹងយើងចុចពាក្យថាបន្ទាប់ទៀតមកអញ្ចឹងបងប្អូនទៅមើលលេខទូរស័ព្ទដែលគេបានផ្ញើលេខកូដដែលគេផ្ញើអញ្ចឹងបងប្អូនបាទអញ្ចឹង10កូដ430លេខ5បាទហ្នឹងហើយបងប្អូនធ្វើការវាយលេខកូដ6ខ្ទង់ដែលគេផ្ញើឲ្យយើងតាមលេខទូរស័ព្ទហ្នឹងមកបងប្អូនបាទហើយបន្ទាប់មកទៀតបងប្អូនយកពាក្យថាបន្ទាប់ទៀតបាទហ្នឹងហើយខ្ញុំ
ចុចយកពាក្យថាបន្តទៀតបាទហ្នឹងហើយហើយមកដល់កន្លែងទៅនេះគឺយើងអាចរំលងលេខទូរស័ព្ទអំបញ្ញមិញដែលយើងដាក់ក៏បានដែរបងប្អូនបាទអញ្ចឹងខ្ញុំមកដាក់លេខទូរស័ព្ទនោះទេគឺខ្ញុំមកលុបខ្ញុំដាក់យកពាក្យថារំលងអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងយកពាក្យថារំលងមកបងប្អូនបាទហ្នឹងហើយអញ្ចឹងយើងបាននៅ Gmail មួយហ្នឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងយើងយកពាក្យថាបន្តទៀតមកបងប្អូនបាទនេះបងប្អូនយកពាក្យថាបន្តទៀតមកអញ្ចឹងយើងបានបង្កើតនៅ Gmail មួយយ៉ាងថ្មីស្រឡាងហើយបងប្អូនបាទហ្នឹងហើយហើយបន្តទៀតយើងអាចចុចមើលបានបងប្អូនបាទហ្នឹងហើយចុចមើលទៅហ្នឹងហើយយើងធ្វើការចុចកន្លែងនេះមកដើម្បីកុំឲ្យវាធ្វើការផ្ញើរំលឹកឲ្យយើងអញ្ចឹងបងប្អូនបាទហើយយើងយកពាក្យថាខ្ញុំយកព្រមនេះមកបាទហ្នឹងហើយបងប្អូនបាទរងចាំបន្តិចបាទនេះបងប្អូនបាទខាងលើបងប្អូនឃើញអក្សរ K មួយឯងបងប្អូនបាទគឺថ្មីស្រឡាំងហ្មងបងប្អូនបាទហ្នឹងហើយបងប្អូនអញ្ចឹងយើងធ្វើការចុចចូលទៅបាទហ្នឹងហើយយើងយកពាក្យខាងលើនេះមកចង់យើងទៅឆែកមើល account របស់យើងបាទដែលយើងទៅបង្កើតថ្មីបងប្អូនបាទហ្នឹងហើយបងប្អូនបាទឃើញវាចេញពណ៌លឿងហើយបងប្អូនបាទអញ្ចឹងវាអត់ទាន់មានសុវត្ថិភាពនៅឡើយទេបងប្អូនបាទអញ្ចឹងបងប្អូនចង់ដឹងថាវាមានសុវត្ថិភាពមិនសុវត្ថិភាពបងប្អូនអាចធ្វើការចុចលើលឿងហ្នឹងមកបាទហ្នឹងហើយអញ្ចឹងបងប្អូនធ្វើការរងចាំបន្តិចបាទអញ្ចឹងកន្លែងនេះគេឲ្យយើងវាយនៅ password ដែលយើងបង្កើតឡើងបាញ់មិញបងប្អូនបាទអញ្ចឹងបងប្អូនធ្វើការវាយទៅបងប្អូនបាទខ្ញុំសូមវាយបាទយើងចូលមកដល់តម្រងបែបនេះគឺយើងឆែកមើលថាតើ account យើងបានភ្ជាប់នៅលេខទូរស័ព្ទឬបានភ្ជាប់នៅ email star ក៏អត់ចឹងណាបងប្អូនបាទអញ្ចឹងយើងអាចចូលទៅឆែកមើលបានណាបងប្អូនបាទអញ្ចឹងបងប្អូនធ្វើការចុចឆែកទៅពេលដែលបងប្អូនធ្វើការបង្កើតតាមខ្ញុំបាញ់មិញរួចរាល់អញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនធ្វើការឆែកទៅបាទឥឡូវខ្ញុំសូមធ្វើការឆែកបន្តិចបាទហ្នឹងហើយបងប្អូនបាទហើយខ្ញុំចុចដល់នេះមកហើយខ្ញុំចុច next ទៀតបាទហ្នឹងហើយដើម្បីចូលទៅឆែកមើលថាវាសុវត្ថិភាពអត់ចឹងបងប្អូនបាទអញ្ចឹងចំណុចនេះឃើញហើយបងប្អូនបាទអញ្ចឹងលេខទូរស័ព្ទបាញ់មិញយើងបានដាក់លេខទូរស័ព្ទមែនក៏ប៉ុន្តែយើងចុច cancel វាចោលគឺអត់មានលេខទូរស័ព្ទបងប្អូនបាទអញ្ចឹងយើងអត់ចង់ដាក់លេខទូរស័ព្ទក៏បានដែរបងប្អូនបាទយើងទុកលេខទូរស័ព្ទនោះបង្កើតនៅ Gmail ថ្មីទៀតចឹងបងប្អូនបាទបើគេទាមទារចឹងបងប្អូនបាទអញ្ចឹងយើងចុច cancel មកបងប្អូនបាទអញ្ចឹងចំណុចនេះគេឲ្យយើង add បាទ add email star email អីនេះខ្ញុំអត់សូវចេះអង់គ្លេសបងប្អូនបាទអញ្ចឹងបងប្អូនអាចមើលតាមនឹងទៅបាទអញ្ចឹងវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនអំពីរបៀបការ add នៅ email star ដែលយើងបង្កើត Gmail ហ្នឹងអត់មានលេខទូរស័ព្ទទេតែយើងអាចដាក់ email star ដើម្បីជំនួយពេលដែល Gmail នេះវាមានបញ្ហាវាបាត់បង់អីចឹងទៅយើងអាចប្រើ Gmail star ដើម្បីអាចអូសទាញ Gmail ដែលយើងចង់បាននឹងមកវិញបានណាបងប្អូនបាទហ្នឹងហើយយើងថយមកវិញមកបងប្អូនបាទហ្នឹងអញ្ចឹងយើងបង្កើតនៅ Gmail មួយថ្មីស្រឡាងបងប្អូនបាទយើងអាចយកទៅបង្កើត channel YouTube រយបានអញ្ចឹងបងប្អូនបាទតែវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនអំពីរបៀបដាក់នៅ Gmail Star ហ្នឹងហើយបងប្អូនបាទអញ្ចឹងវីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយចុងក្រោយសូមបងប្អូនបើពេញចិត្តនៅវីដេអូមួយនេះសូមកុំភ្លេចជួយចុច like និង Subscribe ដល់សញ្ញាកណ្ដឹងឲ្យ channel ខ្ញុំបានម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីពេលដែលខ្ញុំបានអាប់ឡូតនៅពេលក្រោយៗទៅបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណបងប្អូនសូមគោរពលាបាទ